ឯកឧត្តមនប់តារាអភិបាលរងខេត្តដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្ទ្រីមខាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន7នាក់ដកហូតវត្ថុតាងបានមួយចំនួនគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្ទ្រីមដែលដឹកនាំដោយឯកឧត្តមនប់តារាអភិបាលរងខេត្តកណ្ដាលបានចុះពិនិត្យនិងបង្ក្រាបទីតាំងសង្ស័យមួយកន្លែងដែលប្រើប្រាស់ជាកន្លែងឆបោកតាមអនឡាញប្រតិបត្តិការនេះបានធ្វើឡើងពីវេលាម៉ោង 16:40 នាទីល្ងាចថ្ងៃទី31ខែកក្កដាឆ្នាំ2025នៅភូមិព្រែកសំរង3សង្កាត់តាខ្មៅក្រុងតាខ្មៅក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិវៀតណាមបានចំនួន7នាក់ស្រី2នាក់រួមទាំងវត្ថុតាងជាច្រើនប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីពីលោកលៀងអ៊ូព្រះរាជអាជ្ញារងអមសាលាដំបងខេត្តកណ្ដាលព្រមទាំងមានការចូលរួមសមាជិកជាច្រើនរូបទៀតដូចជាឧត្តមសេនីយ៍ត្រីតបសវណ្ណនិងឧត្តមសេនីយ៍ត្រីលក្ខមិញធីក្នុងការរងនគរបាលខេត្តកណ្ដាលវរៈសេនីយ៍ឯកទូចអ៊ីណានមេបញ្ជាការរងអាវុធហត្ថខេត្តកណ្ដាលលោកខឹមសំភារអភិបាលក្រុងតាខ្មៅព្រមទាំងលោកអភិបាលរងអធិការនិងមេបញ្ជាការក្រុងតាខ្មៅជាច្រើនរូបទៀតក្រោយការឆែកឆេរនិងពិនិត្យទីតាំងក្រុមការងារក៏បានរកឃើញវត្ថុតាងជាច្រើនរួមមានកុំព្យូទ័រចំនួន22គ្រឿងទូរស័ព្ទដៃចំនួន16គ្រឿងលិខិតឆ្លងដែនវៀតណាមចំនួន9សន្លឹងអត្តសញ្ញាណប័ណ្ណវៀតណាម10សន្លឹកនិងប័ណ្ណបើកបរ2សន្លឹកយោងតាមលទ្ធផលត្រួតពិនិត្យលើម៉ាស៊ីនកុំព្យូទ័រក្រុមការងារជំនាញបានរកឃើញឯកសារណែនាំស្ដីពីរបៀបសន្ទនាដើម្បីទាក់ទាញជនរងគ្រោះឲ្យជឿទុកចិត្តនិងឯកសារគ្រប់គ្រងគណនី Facebook คล้ายៗជាច្រើនដែលបង្កើតឡើងក្នុងគោលបំណងឆបោកជនជាតិវៀតណាមកម្មវិធីរបស់ពួកគេគឺណែនាំឲ្យជនរងគ្រោះឲ្យចូលទៅធ្វើការក្រៅម៉ោងតាមអនឡាញនៅក្រុមហ៊ុនលក់ទឹកដោះគោ The Mill ដើម្បីរកប្រាក់ចំណូលតាមអនឡាញលើពីនេះគេរកឃើញការគ្រប់គ្រងគណនី Lotto Chat សម្រាប់ប្រើប្រាស់ការងារដែលពាក់ព័ន្ធនឹងការបញ្ចូលលុយនិងដោះស្រាយបញ្ហាដើម្បីទទួលនឹងការចំណេញពីជនរងគ្រោះបច្ចុប្បន្នជនជាតិវៀតណាមទាំង7នាក់ត្រូវបានប្រកល់ជូនអធិការនគរបាលក្រុងតាខ្មៅដើម្បីសួរនាំចំណែកឯវត្ថុតាងក៏បានរក្សាទុកនៅទីតាំងកន្លែងកើតហេតុដើម្បីរងចាំចំណាត់ការបន្តតាមនីតិវិធីច្បាប់នៅថ្ងៃទី1ខែសីហាឆ្នាំ2025សម្របសម្រួលអត្ថបទផ្សាយដោយលោកវង្សសុរដ្ឋាអង្គភាពប្រមាញ់ជីដែនធីវី